ខ្ញុំមកដល់មាត់ទឹកហើយនេះគឺ Lake Ontario ចានេះគឺជាកប៉ាល់ពីសម័យដើមពេលToronto ទៅចាប់ផ្ដើមផលកើតណាមានកងទទានជើងទឹកធ្វើដំណើរផ្សងព្រេងមកដល់ទីនេះតាមរយៈកប៉ាល់ទៀតនេះ Sandy Empire នៅកប៉ាល់នេះវានៅសេសសល់គេមិនទាន់យកទៅណាទេទុកជាអនុស្សាវរីយ៍គិតដល់រាប់រយឆ្នាំហើយណាចាអរគុណច្រើនសូមបានសុខសប្បាយត្រង់ទៅសប្តាហ៍នេះខ្លះជាទីក្រុងដ៏ធំមួយមានមនុស្សគ្រប់ជាតិសាសន៍គេមកពីជុំវិញពិភពលោកហើយនឹងខ្ញុំយកទីតាំងនេះដើម្បីរំលឹកអនុស្សាវរីយ៍ត្រង់ទៅកកើតដំបូងចាគឺមានអ្នកស្រី Simcoe អ្នកស្រី Simcoe ហ្នឹងគឺជាភរិយាលោកចវាយក្រុងដំបូងរបស់ Toronto ណា Sir Simcoe Sir ហ្នឹងវាមកពីប្រទេសអង់គ្លេសគេហៅ Sir លោកចា Sir Simcoe ហើយនឹងភរិយាគាត់អ្នកស្រី Simcoe ហ្នឹងចាគាត់នាំកងទ័ពមកពីនេះមកតាមជើងទឹកអូខេអរគុណច្រើនសូមបានសុខសប្បាយអូខេខ្ញុំដើរលេងមាត់ទន្លេហើយនឹងមើលគេមើលអាយចាគេហាត់ប្រាណអ្នកខ្លះជិះកង់អ្នកខ្លះក៏ដើររត់ប្រាក់អញ្ចឹងខ្ញុំហ៊ានថតគេទេព្រោះអីខ្លាចគាត់សិតបកងមើលគេចង់ឲ្យយើងឃើញពួកគេក្នុងហើយពុទ្ធថតតែខ្ញុំទៅបានហើយឃើញចឹងអរគុណច្រើនចាំមកលេងទៅបានឃើញខ្លួនឯងចាអរគុណជម្រាបលាបាយបាយ